សួស្តីបងប្អូនគ្នាឥឡូវនេះខ្ញុំមានថ្មប្រភេទ 18V ហើយនិង 40V ចំនួន4កូននេះបាទ 18V នេះ 40V ហើយខ្ញុំមកបង្ហាញជាក់ស្ដែងជាមួយនឹងម៉ូទ័រតែម្ដងណាបាទខាងនេះគឺម៉ូទ័រប្រើថ្មប្រភេទ 18V ខ្ញុំដាក់ម្ដងគឺ2កូនចឹងហ្មងដោយសារបាទម៉ូទ័រនេះត្រូវការ2កូនដែលស្មើនឹង 36V នេះអូខេចំពោះលេខកូដគឺ DCE 09 គុតទំហំផ្លែ230មីលីម៉ែត្រ Made in Japan ផ្គុំនៅក្នុងប្រទេសជប៉ុនបាទយើងមកស្ដាប់សលេងអ្នកនរគ្នាបាទមកតើនឹង smooth ថងថានៅពេលដែលយើងចាប់ផ្ដើមចុចកុងតាដំណើរការគឺវា smooth តែម្ដងវាអត់កន្ត្រាក់ទេបាទហើយនៅពេលដែលយើងប្រឡែងកុងតាគឺវាឈប់បានលឿនបាទឈប់បានលឿនហើយមកតើនេះអាចកាត់ដែកកាត់ជញ្ជាំងឥដ្ឋកាត់បេតុងអីបានយើងដូរផ្លែទៅបាទតាមប្រភេទផ្លែមានប្រភពទឹកចូលទៀតនេះបាទមានប្រភពទឹកចូលអញ្ចឹងនៅពេលដែលយើងកាត់មិនចង់ឲ្យហុយគឺយើងភ្ជាប់បាទប្រព័ន្ធទឹកចូលមកបាទជាប្រភេទធុងសពក៏បានជាប្រភេទតយោ direct ក៏បានដែរណាបាទអូខេហើយយើងចូលមកម៉ូទ័រទី2នេះប្រើថ្ម 40V 2កូនដែលស្មើនឹង 80V អូខេតើតោងជាមួយនឹងប្រភេទនេះគឺលេខកូដនៅផ្នែកខាងនេះ CE 001G តើតោងជាមួយទំហំផ្លែគឺ355មីលីម៉ែត្របាទអូខេយើងស្ដាប់សលេងអស់គ្នាបាទម៉ូទ័រនេះអត់កន្ត្រាក់ដូចគ្នាគឺ smooth ដូចគ្នាបាទហើយមានប្រព័ន្ធទឹកចូលការពារហុយដូចគ្នាណាហើយតើតោងមួយផ្លែគឺយើងអាចដូរផ្លែបានផ្លែកាត់ដៃក៏បានផ្លែកាត់ជញ្ជាំងឥដ្ឋក៏បានផ្លែកាត់បេតុងក៏បានអូខេហើយតើតោងជាមួយនឹងពីរនេះគឺយើងមានស្តុកទាំងពីរបាទហើយមកនេះជាទូទទេទេប្រភេទនេះទូទទេប្រភេទនេះទូទទេបើត្រូវទិញឈុតថ្មទៅទៀតអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាចង់សាកយើងមានរបស់សាកទៀតបាទយើងមានម៉ូទ័រឲ្យបងប្អូនអ្នកគ្នាសាកទៀតអញ្ចឹងបងប្អូនអ្នកគ្នាអាចតាក់ទងមកសួរព័ត៌មានបន្ថែមបានបាទសូមអរគុណ